ការគ្រប់គ្រងកំហឹងក្នុងចិត្តគឺជាដំណើរការសិក្សានិងអនុវត្តជំនាញដើម្បីស្គាល់យល់និងគ្រប់គ្រងអារម្មណ៍កំហឹងឲ្យបានយ៉ាងមានប្រសិទ្ធភាពកំហឹងគឺជាអារម្មណ៍ធម្មជាតិប៉ុន្តែបើមិនគ្រប់គ្រងវាឲ្យបានល្អវាអាចនាំឲ្យមានផលវិបាកអវិជ្ជមានដល់សុខភាពផ្លូវកាយផ្លូវចិត្តនិងទំនាក់ទំនងសង្គមខាងក្រោមនេះគឺជាយោបល់និងវិធីសាស្ត្រសួរដើម្បីជួយគ្រប់គ្រងកំហឹង 1. ការស្គាល់សញ្ញាដើមនៃកំហឹងកត់សម្គាល់អាការកាយវិការដូចជាបេះដៃកាន់កំហឹងសំឡេងខ្ពស់ឬដកដង្ហើមរហ័សយល់ពីអ្វីដែលជាហេតុដើមដែលធ្វើឲ្យអ្នកខឹង 2. បច្ចេកទេសគ្រប់គ្រងកំហឹងដកដង្ហើមជ្រៅយកពេល10ដងដកដង្ហើមយ៉ាងយឺតដើម្បីឲ្យខួរក្បាលបានធូរស្បើយពន្យាពេលបើអាចចេញពីកន្លែងនោះមួយភ្លែតរហូតដល់អារម្មណ៍ស្ងប់ឡើងវិញផ្លាស់ប្ដូរការយល់ឃើញព្យាយាមមើលបញ្ហាពីមុខផ្សេងឬគិតពីផលវិបាកបើអ្នកឆាប់ខឹងរកវិធីបញ្ចេញអារម្មណ៍ដោយសុវត្ថិភាពដូចជាសរសេរគូឬធ្វើសកម្មភាពរាងកាយ 3. ការកាត់បន្ថយស្ត្រេសប្រើប្រាស់វិធីធូរស្បើយដូចជាយូហ្គាសមាធិឬលេងកីឡារក្សារបៀបរស់នៅប្រកបដោយសុខភាពដេកគ្រប់គ្រាន់ហូបអាហារប្រកបដោយជាតិបរិមាណ 4. ការស្វែងរកជំនួយបើកំហឹងអ្នកធ្ងន់ធ្ងរឬមិនអាចគ្រប់គ្រងបានគួរពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាពចិត្តចែករំលែកអារម្មណ៍ជាមួយមនុស្សដែលអ្នកជឿទុក 5. ការអនុវត្តការអត់ឱនរៀនអត់ធ្មត់និងយល់ដៃគូសន្ទនាជៀសវាងការប្រើពាក្យអសុរោះឬសកម្មភាពអាក្រក់នៅពេលខឹងកំហឹងមិនមែនជាអារម្មណ៍អាក្រក់នោះទេប៉ុន្តែការគ្រប់គ្រងវាឲ្យបានល្អគឺជាជំនាញដ៏សំខាន់មួយសម្រាប់ជីវិតដ៏សុខសប្បាយសូមចងចាំថាកំហឹងគឺដូចជាប្រអប់អាវុធបើអ្នកមិនគ្រប់គ្រងវានឹងធ្វើឲ្យអ្នករងរបួសអ្នកមានបញ្ហាជាក់លាក់អ្វីដែលធ្វើឲ្យអ្នកខឹងញឹកញាប់ចែករំលែកបាននៅក្នុងវិធីសាស្ត្រសួរដើម្បីរកដំណោះស្រាយជាមួយគ្នាការគ្រប់គ្រងកំហឹងក្នុងខ្លួនឯងដើម្បីកុំឲ្យខឹងជាមួយអ្នកដទៃគឺជាជំនាញចិត្តវិទ្យាដ៏សំខាន់ដែលអាចជួយឲ្យអ្នករក្សាទំនាក់ទំនងល្អនិងជៀសវាងការប៉ះទង្គិចគ្នាដោយមិនចាំបាច់ខាងក្រោមនេះជាវិធីជាក់ស្ដែងដើម្បីគ្រប់គ្រងកំហឹងរបស់អ្នក 1. ស្គាល់អារម្មណ៍ខ្លួនឯងពេលមានអារម្មណ៍ខឹងសួរខ្លួនឯងហេតុអ្វីបានជាខ្ញុំខឹងតើវាពិតជាសមស្របដែលខ្ញុំខឹងទៅលើអ្នកដទៃឬទេកំណត់ហេតុដើម triggers ដើម្បីយល់ពីស្ថានភាពដែលធ្វើឲ្យអ្នកងាយខឹង 2. ប្រើបច្ចេកទេសគ្រប់គ្រងភ្លាមដកដង្ហើមយ៉ាងយឺត10ដងឬរាប់លេខពី1ដល់10មុននឹងឆ្លើយតបផ្លាស់ទីចេញពីកន្លែងដើម្បីឲ្យខួរក្បាលមានពេលសម្រាកផឹកទឹកត្រជាក់ឬលាបទឹកលើមុខដើម្បីឲ្យខ្លួនត្រជាក់ 3. ផ្លាស់ប្ដូរការគិតព្យាយាមមើលបញ្ហាតាមរយៈភ្នែកអ្នកដទៃតើអ្នកនេះមានគោលបំណងអ្វីពិតប្រាកដតើខ្ញុំអាចមានចំណុចខ្វះខាតអ្វីដែលធ្វើឲ្យគេមិនពេញចិត្តជ្រើសរើសការអត់ឱនព្រោះកំហឹងមិនដែលដោះស្រាយបញ្ហាបានយូរអង្វែង 4. បង្កើតអាកាសធាតុសុខភាពផ្លូវចិត្តប្រើវិធីសម្រាកដូចជាស្ដាប់តន្ត្រីធ្វើយូហ្គាឬសរសេរអារម្មណ៍ក្នុងកំណត់ហេតុជៀសវាងការប្រមូលអារម្មណ៍អវិជ្ជមានច្រើនពេក 5. អនុវត្តការទប់ស្កាត់យូរអង្វែងបង្កើតវប្បធម៌អត់ធ្មត់និងយល់ដៃគូសន្ទនាបើកំហឹងរបស់អ្នកធ្ងន់ធ្ងរសូមពិគ្រោះជាមួយអ្នកជំនាញផ្នែកចិត្តវិទ្យា 5. សំខាន់បំផុតកុំធ្វើឲ្យកំហឹងក្លាយជាអាវុធ
ជំនួសការចេញអារម្មណ៍តាមរយៈពាក្យសុភាពប្រៀបទៅជាជាងស្រែកឬជេរចាំថាកំហឹងគឺជាអារម្មណ៍មួយប៉ុន្តែការប្រព្រឹត្តអំពើដោយកំហឹងគឺជាជម្រើសអ្នកអាចចាប់ផ្ដើមអនុវត្តថ្ងៃនេះដោយការកត់សម្គាល់អារម្មណ៍របស់អ្នកនិងព្យាយាមយល់ដៃគូសន្ទនាតើអ្នកជួបការលំបាកអ្វីខ្លះក្នុងការគ្រប់គ្រងកំហឹងចែករំលែកបាននៅក្នុងវិធីសាកសួរការគ្រប់គ្រងចិត្តឲ្យបានល្អនៅពេលមានជម្លោះជាមួយអ្នកដទៃគឺជាជំនាញដ៏សំខាន់ដើម្បីរក្សាទំនាក់ទំនងល្អនិងជៀសវាងការប៉ះទង្គិចដែលអាចធ្វើឲ្យអារម្មណ៍អាក្រក់ខាងក្រោមនេះជាវិធីជាក់ស្ដែងដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបានល្អនៅពេលមានជម្លោះ 1. រក្សាស្មារតីស្ងៀមនិងអត់ធ្មត់ដកដង្ហើមជ្រៅពេលមានជម្លោះសាកដកដង្ហើម10 ដងយ៉ាងយឺតដើម្បីឲ្យចិត្តស្ងប់ស្ងាត់ឡើងវិញរាប់លេខ1 10វាជួយឲ្យអ្នកមានពេលគិតនិងជៀសវាងការឆ្លើយតបដោយកំហឹងអត់ធ្មត់ចាំថាការឈ្លោះគ្នាមិនដែលដោះស្រាយបញ្ហាបានបើអ្នកឆាប់ខឹង 2. ស្ដាប់អ្នកដទៃឲ្យបានល្អកុំដាក់ពាក្យអ្នកដទៃព្យាយាមយល់ចំណុចរបស់គេមុននឹងអារម្មណ៍របស់អ្នកផ្ទុយទៅវិញសួរខ្លួនឯងតើអ្នកនេះចង់ប្រាប់អ្វីខ្ញុំតើខ្ញុំអាចរៀនអ្វីពីជម្លោះនេះ 3. ប្រើភាសាដែលមិនធ្វើឲ្យជម្លោះអាក្រក់ជាងនេះជំនួសអ្នកខុសដោយខ្ញុំមានអារម្មណ៍ថាឧទាហរណ៍ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនយល់ស្របនឹងអ្វីដែលអ្នកនិយាយជៀសពាក្យដដែលដូចជាអ្នកធ្លាប់ធ្វើដូច្នេះជានិច្ចព្រោះវាធ្វើឲ្យជម្លោះកាន់តែអាក្រក់ 4. រកដំណោះស្រាយជាមួយគ្នាសួរខ្លួនឯងតើយើងអាចដោះស្រាយបញ្ហានេះដោយវិធីណាដែលយើងទាំងពីរពេញចិត្តបើអាចសុំពេលឈប់សម្រាកហើយត្រឡប់មកពិភាក្សាបន្តនៅពេលអារម្មណ៍ស្ងប់ 5. រៀនអត់អន់និងដាក់ខ្លួនក្នុងទីតាំងអ្នកដទៃគិតថាតើខ្ញុំនឹងមានអារម្មណ៍យ៉ាងណាបើខ្ញុំជាអ្នកដទៃចាំថាមនុស្សគ្រប់គ្នាមានអារម្មណ៍និងគំនិតផ្ទាល់ខ្លួនផ្សេងគ្នា 6. ការពារសុខភាពផ្លូវចិត្តរបស់អ្នកបើជម្លោះធ្វើឲ្យអ្នកអស់សង្ឃឹមឬខកចិត្តខ្លាំងសូមចែករំលែកជាមួយមិត្តភក្តិឬអ្នកជំនាញអនុវត្តការអន់អារម្មណ៍តាមរយៈការសរសេរលេងកីឡាឬសមាធិសន្និដ្ឋានជម្លោះគឺមិនមែនអំពីអ្នកឈ្នះឬអ្នកចាញ់ទេគឺអំពីការយល់គ្នានឹងគ្នាតើអ្នកធ្លាប់មានបទពិសោធន៍ជាមួយជម្លោះដែលអ្នកគ្រប់គ្រងបានដោយជោគជ័យដែរឬទេចែករំលែកវិធីរបស់អ្នកជាមួយយើងខ្ញុំការសម្អាតចិត្តកុំឲ្យមានគំនុំច្រើនពេកគំនុំគឺដូចជាថ្នាំពុលដែលយើងផឹកហើយរង់ចាំឲ្យអ្នកដទៃស្លាប់វាធ្វើឲ្យយើងឈឺចាប់ហើយខូចសុខភាពផ្លូវចិត្តនិងរាងកាយខាងក្រោមនេះជាវិធីជាក់ស្ដែងដើម្បីសម្អាតចិត្តឲ្យបានស្អាតនិងរស់នៅដោយសេរីពីគំនុំ 1. ស្គាល់ថាខ្លួនឯងមានគំនុំកត់សម្គាល់អារម្មណ៍អវិជ្ជមានដូចជាខឹងមិនចេះហើយនៅពេលនឹកឃើញអ្នកដទៃមានអារម្មណ៍ថាចង់ដាក់ទណ្ឌកម្មអ្នកដែលធ្វើខ្លួនអស់សំណប់មិនអាចភ្ជាប់មិត្តភាពឬទំនាក់ទំនងជាមួយអ្នកនោះបាន 2. យល់ពីស្គរនៃគំនុំសួរខ្លួនឯងតើហេតុអ្វីបានជាខ្ញុំនៅតែរក្សាគំនុំនេះព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបានធ្វើឲ្យឈឺចាប់ព្រោះខ្ញុំខ្លាចថាអ្នកនោះនឹងធ្វើបាបខ្ញុំម្ដងទៀតព្រោះខ្ញុំចង់ឲ្យអ្នកនោះស្គាល់កំហុសរបស់គេ 3. ជ្រើសរើសការលះបង់គំនុំគំនុំមិនមែនជាអំណាចទេវាគ្រាន់តែជាបន្ទុកដែលធ្វើឲ្យអ្នកធ្ងន់ចិត្តដើម្បីលះបង់វា
សរសេរលីបង់គំនុំសរសេរសម្បត្តិដែលមានអារម្មណ៍របស់អ្នកប៉ុន្តែមិនចាំបាច់ផ្ញើវាសូមការអត់អន់ពីខ្លួនឯងអនុញ្ញាតឲ្យខ្លួនអ្នកដើរទៅមុខដោយមិនជាប់គាំងនឹងអតីតកាល 4. អនុវត្តការអត់អន់អត់អន់មិនមែនជាភាពខ្សោយទេវាជាការជ្រើសរើសដើម្បីសុខសាន្តផ្លូវចិត្តរបស់អ្នកចែករំលែកជាមួយអ្នកដែលអ្នកជឿទុកពេលខ្លះការនិយាយអំពីអារម្មណ៍របស់អ្នកអាចជួយឲ្យអ្នកសម្រាកបាន 5. ផ្លាស់ប្ដូរការយល់ឃើញគិតថាអ្នកដទៃក៏មានកំហុសដូចជាខ្ញុំដែរសាកល្បងមើលអ្នកដែលធ្វើឲ្យអ្នកខឹងតាមរយៈភ្នែកអាណិតអាសូរ 6. បំពេញចិត្តដោយស្នេហានិងការអនុញ្ញាតឲ្យខ្លួនឯងរស់នៅដោយសេរីធ្វើសកម្មភាពដែលធ្វើឲ្យអ្នកសប្បាយចិត្តដូចជាធ្វើសេលឬចំណាយពេលជាមួយអ្នកដែលធ្វើឲ្យអ្នកញឹមសរសេរបញ្ជីអំណរដែលអ្នកមានក្នុងជីវិតសន្និដ្ឋានការលះបង់គំនុំមិនមែនជាការឲ្យអ្នកដទៃឈ្នះទេគឺជាការដោះលែងខ្លួនអ្នកឲ្យរស់នៅដោយសន្តិភាពរៀនធ្វើចិត្តឲ្យរឹងមាំនៅពេលជួបបញ្ហាជីវិតមិនដែលស្រួលហើយរាបស្មើទេប៉ុន្តែអ្វីដែលសំខាន់គឺរបៀបដែលយើងទប់នឹងបញ្ហាចិត្តរឹងមាំមិនមែនមកពីការគ្មានអារម្មណ៍ឬភាពក្រៀមក្រំទេគឺមកពីសមត្ថភាពក្នុងការទប់ទល់រៀនយកអ្វីចេញពីឧបសគ្គហើយក្លាយជាមនុស្សខ្លាំងជាងមុន 1. ផ្លាស់ប្ដូរការយល់ឃើញអំពីខុសបញ្ហាមើលអ្វីថាឱកាសរៀនសូត្រជាងឧបសគ្គតើបញ្ហានេះអាចបង្រៀនខ្ញុំអ្វីខ្លះតើខ្ញុំអាចរកឃើញដំណោះស្រាយដោយវិធីណាចាំថាអ្វីដែលមិនសម្លប់អ្នកធ្វើឲ្យអ្នកខ្លាំងជាងមុន 2. ប្រើអារម្មណ៍អវិជ្ជមានជាថាមពលជំនួសការភ័យខ្លាចដោយការសម្រេចចិត្តធ្វើសកម្មភាពបើអ្នកខកចិត្តឬឈឺចាប់សួរខ្លួនឯងតើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីផ្លាស់ប្ដូរស្ថានភាពនេះ 3. បង្កើតវប្បធម៌គូមិនចាញ់ប្រៀបកុំរត់ពីបញ្ហាព្រោះវានឹងធ្វើឲ្យវាកាន់តែធំចែករំលែកបញ្ហាជាមួយអ្នកដែលអ្នកជឿទុកហើយស្វែងរកដំណោះស្រាយជាក្រុម 4. អនុវត្តការថែរក្សាចិត្តដូចរាងកាយសមាធិឬដកដង្ហើមយ៉ាងយឺតជួយឲ្យអ្នកស្ងប់ស្ងាត់និងមានភាពច្បាស់លាស់ក្នុងការគិតសរសេរកំណត់ហេតុចែករំលែកអារម្មណ៍របស់អ្នកដោយសរសេរវាអាចជួយឲ្យអ្នកយល់ឃើញដំណោះស្រាយ 5. កសាងទំនុកចិត្តថាអ្នកអាចឆ្លងផុតរំលឹកខ្លួនឯងពីអតីតបញ្ហាដែលអ្នកធ្លាប់យកឈ្នះខ្ញុំធ្លាប់ឆ្លងផុតរឿងដែលធ្ងន់ធ្ងរជាងនេះខ្ញុំអាចធ្វើបានម្ដងទៀតប្រើឃ្លាជំរុញចិត្តដូចជាខ្ញុំរឹងមាំជាងបញ្ហានេះអ្វីនឹងបានសម្រេចបើខ្ញុំមិនចាញ់ 6. រស់នៅជាមួយអ្នកដែលជួយជំរុញអ្នកជៀសវាងមនុស្សអវិជ្ជមានហើយរកមនុស្សដែលអាចជួយអ្នកឃើញឱកាសក្នុងឧបសគ្គសន្និដ្ឋានចិត្តរឹងមាំមិនមែនកើតឡើងពីភាពងាយស្រួលគឺកើតពីការហ៊ានធ្វើមុខទល់នឹងអ្វីដែលពិបាកបញ្ហាគឺជាប្រអប់ដែលលាក់អំណោយដ៏មានតម្លៃសម្រាប់អ្នក